ជំរាបសួរថ្ងៃនេះខ្ញុំមកបង្ហាញអំពីរបៀបនៃការdisable wallpaper នៅលើកុំព្យូទ័រកុំឲ្យគុណសិស្សគាត់អឺដូរ wallpaper ហ្នឹងធ្វើឲ្យវារញ៉េរញ៉ៃកុំព្យូទ័រអញ្ចឹងយើងចង់ set wallpaper មួយណាយើងចង់ដាក់គ្រប់កុំព្យូទ័រមួយគ្រប់កុំព្យូទ័រដូចគ្នាទាំងអស់អញ្ចឹង wallpaper យើងអាចដូរបាននេះ ទេប៉ុន្តែយើងអាចចង់ឲ្យកូនសិស្សគាត់ដូរ wallpaper បែបនេះទេខ្ញុំចង់បង្ហាញwallpaper ដែលខ្ញុំចង់ដាក់ខ្ញុំនៅក្នុងអូខេនេះ wallpaper បែបនេះគឺជា wallpaper ដែលខ្ញុំចង់ដាក់នៅលើកុំព្យូទ័រអញ្ចឹងរបៀបនៃការចង់ដាក់ wallpaper ហ្នឹងកុំឲ្យសិស្សគាត់ដូរបានទី1យើងត្រូវចូលទៅកន្លែងgroup policy របស់វា group policy យើង search វាមក group policy នេះអូខេកន្លែងនេះខ្ញុំព្រីធំបន្តិចហើយតបមកយើងចូលកន្លែងuser configuration ហើយកន្លែងនេះយើងយកប្រោមគេបងអស់ administrative template ហើយកន្លែងនេះយើងយក control panel កន្លែងនេះយើងត្រូវយក personalization យើងរើសchanging desktop background អញ្ចឹង double click ទីនេះតបមកវាចេញបែបនេះយើងរើស enable apply change ហើយតបមកទៀតយើងត្រឡប់ទៅកាន់ desktop នេះម្ដងយើងចុចលើ desktop យក desktop folder ហើយកន្លែង wallpaper នេះយើង double click វាមកយើង enable កន្លែងនេះទីតាំងរូបភាពដែលខ្ញុំចង់ដាក់ទីតាំងរូបភាពដែលខ្ញុំចង់ដាក់មិញខ្ញុំនៅនេះនៅកន្លែងនេះខ្ញុំ copy ទីតាំងនេះមកក្នុង drive C ហើយខ្ញុំផាសទីតាំងនេះចូលហើយឈ្មោះfile នេះឈ្មោះខ្ញុំ copy file នេះហើយឈ្មោះ copy ឈ្មោះវាមកផាសចូលហើយ file ជាប្រភេទPNG យើងដាក់ .png មកកន្លែងនេះយើងរើសstretch ហើយតបមក apply វាពាក្យអូខេមកប៉ុណ្ណឹងចប់ហើយអញ្ចឹងយើងបិទវាទៅពីយើងបិទហើយបែរមួយទៀតវាចេញបែបនេះយើងសាកដូរមើលបានអត់អូខេដូរនៅតែបានយើងបិទវានេះរូបដែលយើងចង់ដាក់រូបនេះប៉ុន្តែវានៅក្នុងនេះវាអត់ទាន់ដូរទេជួយ restart មួយសិនឥឡូវវាត្រឡប់មកវិញហើយវានឹងចូលមកកាន់រូបដែលយើងចង់បានដាក់រូបដែលយើងចង់ដាក់ហ្នឹងវាចេញមកអញ្ចឹងយើងសាកមើលអឺដូររូបវាបានអត់គេបាច់បានទេអូខេទោះបីសិស្សគាត់ចង់ដាក់រូបអីផ្សេងក៏បានអត់ដើរ
ហើយឧទាហរណ៍ថាយើងចង់ចូលកន្លែងនេះចូលក្នុងនេះនេះបិទអស់ហើយចុចអត់ដល់ទេអូខេប៉ុណ្ណឹងហើយឧទាហរណ៍ថាសិស្សគាត់មានរូបអីផ្សេងនៅក្នុងកុំព្យូទ័ររបស់សិស្សឧទាហរណ៍ថាគាត់មានរូបនេះគាត់ចង់ set រូបនេះជា wallpaper អូខេអត់ដើរទេ set អឺអូខេអត់ដើរអញ្ចឹងយើងបិទជួបហើយចប់ប៉ុណ្ណឹង